សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសុខសប្បាយជាទេថ្ងៃនេះអឺលោកគ្រូនឹងបង្ហាញរូបភាពនៅក្នុងផ្ទាំងទាំង4ហ្នឹងចែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាក៏លេចមើលនៅក្នុងផ្ទាំងរូបភាពហ្នឹងតើមានអ្វីខ្លះតើផ្ទាំងរូបភាពហ្នឹងមានប្រមាណផ្ទាំងបាទមាន4ផ្ទាំងអញ្ចឹងកូនឬក៏បងប្អូនក៏លេខមើលតើ4ផ្ទាំងហ្នឹងមានអ្វីខ្លះផ្ទាំងទី1កូនឃើញអ្វីបាទឃើញក្រពើតើក្រពើកំពុងធ្វើអ្វីកំពុងតែគិតឬក៏អឺពិចារណាថាតើឥឡូវនេះខែរដូវប្រាំងហើយមិនមានកន្លែងរស់នៅទេអត់មានទឹកមានអីចឹងណាហ្នឹងហើយអញ្ចឹងយើងមកមើលផ្ទាំងទី2តើបងប្អូនឃើញអ្វីខ្លះហ្នឹងហើយឃើញអ្នកបរទេះឃើញរទេះឃើញគោឃើញក្រពើត្រូវបានអ្នកបរទេះហ្នឹងចងភ្ជាប់នឹងរទេះទូរទេះហ្នឹងហ្នឹងហើយត្រូវអញ្ចឹងបងប្អូនមកមើលទាំងទី3បងប្អូនឃើញអ្វីខ្លះមើលហ្នឹងហើយឃើញត្រពាំងឬក៏ថាបឹងឃើញក្រពើឃើញរទេះឃើញអ្នកបរទេះតើបងប្អូនអាចប្រាប់បានទេថាតើក្នុងរូបភាពហ្នឹងចង់បង្ហាញឬក៏បង្ហាញពីអត្ថន័យដូចម្ដេចហ្នឹងហើយគឺបង្ហាញពេលក្រពើមកដល់ត្រពាំងហើយបានត្រូវបានអ្នកបរទេះនេះស្រែកហើយវាហើយតែក្រពើនោះមានបំណងយកលេសតែខ្លួនឯងអស់ចំណីច្រើនថ្ងៃខែហើយចង់ស៊ីគោបើមិនស៊ីគោទេគឺចង់ស៊ីអឺមកអ្នកបរទេះហ្នឹងណាហ្នឹងហើយអរគុណអញ្ចឹងកូនមើលកលេចមើលទី4មើលតើមានរូបអីខ្លះឃើញរូបអីខ្លះមើលក្នុងរូបហ្នឹងឃើញអីខ្លះបាទឃើញរទេះឃើញក្រពើចងជាប់នឹងរទេះឃើញទន្សាយឃើញអ្នកបរទេះលើកលើកញញូលើកញញូគម្រងនឹងប្រហាអញ្ចឹងយើងបងប្អូនដឹងតអស់គ្នាហើយអឺអំពីរូបទាំង4ផ្ទាំងហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនតើមានបងប្អូនណាអាចនិទានរឿងនឹងបានទេណាហ្នឹងហើយអត់ទេលោកគ្រូនឹងនិទានចែកស្ដាប់ចឹងកន្លែងនេះលោកគ្រូនឹងត្រូវបង្ហាញត្រូវនិទានចែកបងប្អូនឲ្យគាត់បានស្ដាប់ចិត្តអន្តទៅកាលពីព្រេងនាយអីមានក្រពើមួយនៅក្នុងថ្លុកមួយទៅនៅពេលខែប្រាំងខែប្រាំងកើតឡើងមកដៅប្រាំងមកអត់អាចទឹកវរីអស់ទៅអត់អាចនៅបានទេហ្នឹងកន្លែងហ្នឹងគឺគ្រូគាត់និទានចែកសិស្សស្ដាប់ឥឡូវលោកគ្រូនិទានរួចអស់ហើយបងប្អូនស្ដាប់រឿងនិទាននោះឯងដោយយកចិត្តទុកដាក់ហើយឥឡូវនេះបងប្អូនយល់អត្ថន័យអំពីសាច់រឿងនោះទេណាតើសាច់រឿងហ្នឹងបង្ហាញអំពីអាកប្បកិរិយាតួអង្គក្រពើនេះជាសត្វដូចម្ដេចណានេះកន្លែងនេះអឺសិស្សឆ្លើយតាមការយល់ឃើញមកថាសិស្សក្រពើជាសត្វរមើលគុណគេជួយសង្គ្រោះឲ្យបែរជាចង់សម្លាប់ជាដើមឥឡូវបងប្អូនឆ្លើយនឹងសំណួរណាតើក្រពើរស់នៅទីណាហេតុអ្វីបានជាក្រពើសុំដោយសារទេតាតើក្រពើចង់ធ្វើអ្វីពីតានៅពេលដែលទៅដល់បឹងមានទឹក
តើតាយល់ព្រមតាមសំណើរបស់ក្រពើដែរឬទេព្រោះអ្វីហេតុអ្វីបានជាទន្សាយព្រមជួយតាតើសត្វចម្រុះគុណនេះទទួលលទ្ធផលដូចម្តេចហើយនេះពេលសិស្សសួរទៅពេលគ្រូសួរអញ្ចឹងសិស្សចាប់ផ្ដើមឆ្លើយយើងអាចហៅសិស្សឲ្យឆ្លើយជាបុគ្គលឬក៏ឆ្លើយជាក្រុមឲ្យបានអញ្ចឹងសូមអរគុណសូមចែករំលែកប៉ុណ្ណឹងសូមអរគុណលោកគ្រូ